សួស្តីដល់គ្នាស្វាគមន៍មកកាន់ Channel កូនទាសម្រាប់រឿងស្រុកនេះជួយ Like Subscribe ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងថ្ងៃនេះ Admin បានលើកយករឿងថ្មីទៀតថាយកមកសម្រាប់ជួយដល់គ្នាទស្សនារឿងនេះមានចំណងជើងថាឪពុកបង្កើតចិត្តអាក្រក់មួយរឿងចប់តួស្រីរបស់យើងមានឈ្មោះថាសេងកំពុងតែរត់គេចពីឪពុកចាប់បង្ខំឲ្យគាត់រៀបការជាមួយនឹងបារម្ភម្នាក់ដែលសតិមិនសូវគ្រប់ប្រមាណនោះទេតួស្រីរបស់យើងដែលរត់ទៅនឹងណាក៏បានតែចែកដមជួបជាមួយនឹងបារម្ភសង្ហាគេក៏បានស្ម័គ្រចិត្តជួយតួស្រីរបស់យើងណាការពារពីឪពុកតែម្ដងហើយតួស្រីក៏ត្រូវបានឪពុកនឹងដាក់ថ្នាំមកចឹងហើយក៏សន្លប់បាត់ស្មារតីតែថ្នាំដែលគាត់បានដាក់ហ្នឹងមិនមែនជាថ្នាំសន្លប់ធម្មតានោះទេឥឡូវនេះថ្នាំដែលប៉ារបស់គាត់បានដាក់ឲ្យហ្នឹងគឺចាប់ផ្ដើមចេញប្រសិទ្ធភាពតួស្រីរបស់យើងក៏ចាប់ផ្ដើមក្តៅរោរៀលពេញខ្លួនតែម្ដងរហូតដល់ពេលហ្នឹងណាដោយសារតែតួប្រុសរបស់យើងនេះគាត់នៅចិត្តហ្នឹងហើយតួស្រីក៏បានទាញដៃគេចូលមកពេលអ្នកគេហ្នឹងណាក៏បាននៅជាមួយគ្នាតែម្ដងបើកភ្នែកឡើងមកតួស្រីបានឃើញត្រឹមតែសម្បត្តិនៅលើតុតែប៉ុណ្ណោះគេបានប្រាប់ថាបោះជាត្រូវការនៅពេលណាគឺអាចតាក់ទងទៅតាមលេខទូរស័ព្ទរបស់គេបានតួស្រីរបស់យើងឯនេះវិញណាក៏ត្រឡប់ទៅផ្ទះវិញឪពុកវិញក៏សួរហេតុអីបានជាឯងរត់គ្រាន់តែឲ្យឯងរៀបការជាមួយលីឈៀនតែប៉ុណ្ណឹងតែតួស្រីរបស់យើងក៏សួរជាឪពុករបស់គាត់ដែរឬអត់ហេតុអីបានជាធ្វើបាបនឹងដាក់គាត់តួស្រីយើងក៏បានរត់ចេញទៅវិញតែម្ដងហើយពេលហ្នឹងក៏មានលេខទូរស័ព្ទរបស់តួប្រុសយើងណាដែលជាលោកជីហ្នឹងក៏បានតាក់ទងទៅរកគេដើម្បីតែសុំខ្ចីលុយតួស្រីយើងក៏បានប្រាប់ថាគាត់ទទួលបានអាហារូបករណ៍រៀនboy free តែម្ដងណានៅក្រៅប្រទេសតែតួស្រីរបស់យើងអត់មានលុយដើម្បីតែទៅធ្វើដំណើរឬក៏ស្នាក់នៅអីនោះទេចឹងហើយតួស្រីរបស់យើងក៏បានសុំខ្ចីលុយតួប្រុសរបស់យើងសិនត្រឹមតែ200,000តែប៉ុណ្ណោះតែតួប្រុសក៏បានបាញ់លុយឲ្យតួស្រីយើងណា1លានតែម្ដងក៏បានប្រាប់ថាតើតែប៉ុណ្នេះតួស្រីរបស់យើងក៏អាចចាយគ្រប់បានចឹងហើយតួស្រីរបស់យើងក៏ប្រាប់ឲ្យចាំគាត់សងវិញជាមួយនឹងការប្រាក់អីផ្សេងចឹងទៅឥឡូវនេះតួស្រីរបស់យើងណាគាត់អាចមានឱកាសរត់ទៅនៅក្រៅប្រទេសបានហើយឥឡូវនេះរយៈពេលត្រឹមតែ6ឆ្នាំតែប៉ុណ្ណោះតួស្រីក៏បានត្រឡប់មកវិញនៅក្នុងនាមជាអ្នក designer ដ៏ល្បីល្បាញមានឈ្មោះម្នាក់ជាពិសេសតួស្រីមិនមកនឹងណាខ្លួនមួយនោះទេមានដោយទាំងកូនស្រីម្នាក់ថែមទៀតដែលនាងគឺជាលីលីចឹងហើយនៅពេលហ្នឹងតួស្រីរបស់យើងនឹងណាគាត់ក៏បានតាក់ទងជាមួយនឹងគ្នារបស់គាត់ដើម្បីតែតាក់ទងរឿងការងារផ្សេងចឹងទៅកូនរបស់តួស្រីរបស់យើងក៏សួរតើនាងមានប៉ាដែរឬអត់ពេលហ្នឹងតួស្រីរបស់យើងក៏មិនអាចមានចម្លើយអ្វីនោះទេចឹងហើយពួកគេទាំងពីរក៏ត្រូវទៅរកផ្ទះដើម្បីទៅស្នាក់នៅតួស្រីរបស់យើងក៏តាក់ទងទៅខាងគ្នារបស់គាត់ជាបន្តទៀតណាស្រាប់តែពេលហ្នឹងដែរគឺមានម៉ូតូមួយនេះគឺថាបើកគៀតួស្រីរបស់យើងណាឡើងដួលតែម្ដងចឹងហើយនៅពេលហ្នឹងកូនរបស់តួស្រីរបស់យើងក៏ភ័យស្លន់ស្លោខ្លាំងមែនតើអ្នកដឹងថាជួយម៉ាក់របស់នាងបែបម៉េចទៅនេះហើយតួស្រីក៏ប្រាប់ថាមិនអីទេគាត់គ្រាន់តែក្រេកកជើងតែលីលីវិញនាងបារម្ភខ្លាំងណាស់នាងក៏បានកលេចឃើញឡានមួយណាឃើញបារោះសង្ហានៅក្នុងឡានក៏សុំឲ្យគេជួយចែកដានអីបារោះសង្ហាម្នាក់ហ្នឹងជីលោកជីតួប្រុសរបស់យើងនេះឯងគេរវល់ការងារក៏ប៉ុន្តែដោយសារតែឃើញក្មេងស្រីនឹងក៏យំខ្លាំងពេកសុំឲ្យជួយម្ដាយណាគឺថាលោកជីក៏បានចោះទៅជួយមានអីក៏បានជួបជាមួយតួស្រីរបស់យើងតែម្ដងពេលហ្នឹងគាត់ក៏សួរជាកូនរបស់តួស្រីរបស់យើងណាតួស្រីក៏ឆ្លើយថាប៉ិតមែនហើយចឹងហើយពេលហ្នឹងតួប្រុសយើងក៏សួរហេតុអីបានមិនប្រាប់គាត់ធ្វើឲ្យតួស្រីយើងក៏ទៅតែចាក់អារម្មណ៍ថាតាមពិតទៅជាលោកជីអ្នកដែលបានជួយគាត់ចឹងហើយគាត់និយាយរឿងលុយតែគាត់ផ្ញើហ្នឹងទទួលបានហើយឬនៅតួប្រុសក៏ថាលុយទាំងអស់ហ្នឹងគាត់ទទួលបានហើយតែដោយសារតានេះជាកូនស្រីរបស់គាត់ទៅហើយតែតួស្រីរបស់យើងវិញអត់ព្រមប្រាប់សោះដោយសារតែគាត់គិតថាអញ្ចឹងរឿងដែលគាត់មានកូនជាមួយតួប្រុសរបស់យើងហ្នឹងវាពិតជារឿងមួយដែលចៃដន្យអចេតនាតែម្ដងអញ្ចឹងហើយតួស្រីរបស់យើងមិនចង់ទៅឲ្យតួប្រុសរបស់យើងត្រូវកពោមុខដោយសារតែគាត់នោះឡើយក៏មានតែមើលថែកូននឹងតែម្នាក់ឯងទៅណាមួយទៀតឥឡូវនេះតួស្រីរបស់យើងក៏មានសមត្ថភាពគ្រប់គ្រាន់ដើម្បីតែអាចមើលថែកូនបានហើយតួប្រុសរបស់យើងវិញសក់ត្រូវបានលោកយាយខលហៅឲ្យទៅផ្ទះគាត់បានប្រាប់ចាប់បង្ខំណាណែនាំជាមួយនឹងកូនស្រីនៅក្នុងតកូលគ្រួសារអ្នកមានអីចឹងទៅដើម្បីទៅឲ្យតួប្រុសរបស់យើងនេះបញ្ញាកាត់គូរឿងរៀបការអីផ្សេងតែតួប្រុសរបស់យើងវិញគឺអត់សោះតែម្ដងហើយគាត់ក៏មិនបានខ្វល់អីដែរគាត់អត់ចង់រៀបការអ្វីទាំងអស់ចឹងហើយនៅពេលហ្នឹងគាត់ក៏បានលើក3តួស្រីរបស់យើងហ្នឹងគឺដើរចេញទៅវិញតែម្ដងទៅហើយឥឡូវនេះគាត់ក៏បានសួរតួស្រីថាលោកមុនណាបានប្រាប់គាត់ថាអញ្ចឹងបើសិនជាត្រូវការឲ្យចង់ឲ្យតួស្រីរបស់យើងជួយវិញបានដែរចឹងហើយតួស្រីក៏ប្រាប់ថាគឺពិតមែនហើយឥឡូវនេះរៀបការជាមួយនឹងគាត់ទៅដោយសារតែតួប្រុសរបស់យើងកំពុងតែត្រូវបានលោកយាយចាប់បង្ខំឲ្យរៀបការតួស្រីយើងក៏មិនហ៊ានប្រកែកទេព្រោះអីតួប្រុសគឺដូចជាម្នាក់មានគុណម្នាក់ចឹងដែលបានជួយជីវិតរបស់គាត់ឥឡូវនេះតួស្រីរបស់យើងក៏បានសម្រេចចិត្តថានឹងរៀបការជាមួយតួប្រុសយើងតែម្ដងដើម្បីតែបំពេញបំណងណារបស់លោកយាយឥឡូវនេះតួប្រុសយើងក៏បានណាណែនាំតួស្រីរបស់យើងទៅផ្ទះរបស់គាត់អីចឹងទៅឲ្យស្នាក់នៅហើយគាត់ក៏រៀបចំជាម្ហូបអីផ្សេងណាទោះបីជាខានធ្វើយូរណាស់មកហើយដោយសារតែតួប្រុសរបស់យើងគាត់រស់នៅតែម្នាក់ឯងហើយក៏មានអ្នកចាប់ការនៅជួយមើលថែតែឥឡូវនេះគឺអីទេចឹងហើយតួប្រុសយើងក៏បានយកលីលីណាទៅ
ស្នាក់នៅក្នុងបន្ទប់ដែលគាត់បានរៀបចំថ្មីចំណែកឯតួស្រីរបស់យើងឯនេះវិញគាត់ក៏ទទួលបានការងារថ្មីថ្មោងតែម្ដងហើយនៅពេលហ្នឹងមិត្តភ័ក្តិរបស់តួស្រីរបស់យើងក៏បានខំមកប្រាប់នាងថានាងចង់ជួបតួស្រីនាងជាសៅណាចឹងហើយតួស្រីរបស់យើងក៏បានចេញទៅតាមទីតាំងតែម្ដងពេលហ្នឹងក៏ខលទៅរកពួកម៉ែតែហេតុអីបានជាមិនឃើញចេញមកមានអ្នកណាមិត្តភ័ក្តិរបស់គាត់ក៏សុំទោសគាត់ថាប៉ារបស់តួស្រីរបស់យើងហ្នឹងជាអ្នកបង្ខំគាត់ទេពេលហ្នឹងក៏ឃើញជួបជាមួយនឹងប៉ារបស់គាត់តែម្ដងចឹងហើយប៉ារបស់តួស្រីយើងហ្នឹងណាគាត់ក៏សួរថាយ៉ាងម៉េចអញចង់រត់ចេញពីយើងទៀតហើយមែនដោយសារតែអីគាត់បានជំពាក់បំណុលគេណាចឹងហើយនៅពេលហ្នឹងក៏វាយផ្ទះតួស្រីរបស់យើងរហូតដល់ឥឡូវនេះគាត់ក៏បានអូសតួស្រីរបស់យើងឲ្យត្រឡប់ទៅផ្ទះវិញតែម្ដងទៅហើយបន្ទាប់មកទៀតមកណាឲ្យទៅរកលីឈៀងនេះដោយសារតាលីឈៀងហ្នឹងណាគាត់ទទួលបានលុយពីគេហើយតែលោកមុនណាគឺអត់ទទួលបានតំណែងដូចជាតួស្រីរបស់យើងហ្នឹងណាចឹងហើយឥឡូវនេះគាត់ក៏បានប្រាប់ហើយតួស្រីរបស់យើងគឺត្រូវតែជួយសងបំណុលរបស់គាត់ដែលបាននេះបកគោភ្លុបកគលប្រានឲ្យទៅកាន់លីឈៀងចោះតែសំណាងល្អខ្លាំងមែនតើដែលតួប្រុសរបស់យើងហ្នឹងណាគាត់ក៏បានចូលមកជួយតួស្រីរបស់យើងបានតាន់ចំណែកឯប៉លីឈៀងនេះវិញណាគេក៏បានគម្រាមតួប្រុសរបស់យើងឡើងណែហើយឥឡូវនេះប៉ារបស់តួប្រុសរបស់ស្រីយើងហ្នឹងក៏បានសួរយ៉ាងម៉េចហេតុអីបានជាមកញ៉ៃជាមួយគ្រួសាររបស់គាត់តួប្រុសក៏បានប្រាប់ថាគាត់ជាប្តីរបស់តួស្រីឥឡូវនេះគាត់ក៏ថាបានន័យថាគាត់ជាកូនប្រសារប្រុសរបស់គាត់ដែរឥឡូវនេះរៀបការជាមួយកូនស្រីរបស់គាត់ហ្នឹងណាគឺមានឲ្យគាត់អីនៅដោយសារតែគាត់ទាមទាររលុយតែម្ដងតួប្រុសយើងក៏បានហុចកាតមួយដែលកាតហ្នឹងគាត់គឺនឹងឧបត្ថម្ភឲ្យប៉ារបស់តួស្រីរបស់យើងក្នុងមួយខែមក200,000និយាយទៅ200,000ហ្នឹងវាច្រើនណាស់ទៅហើយតែប៉ារបស់តួស្រីក៏ថាប្តីរបស់កូនស្រីគាត់អ្នកមានដល់ថ្នាក់ហ្នឹងហេតុអីបានជាឲ្យគាត់ត្រឹមតែប៉ុណ្្នឹងចឹងមិនអីទេគាត់គឺនឹងរកវិធីដើម្បីទៅចាប់ការជំរិតទារលុយពីពួកគេបន្ថែមតែម្ដងដោយសារតែអ្នកមានហើយយ៉ាងណាក៏ដោយគេក៏អាចចាយលុយបានលៀនក្នុងមួយខែអីដែរតួស្រីរបស់យើងវិញក៏កសួរតួប្រុសយើងឆ្ងល់ហេតុអីបានជាគេដឹងតែគាត់មកទីហ្នឹងតួប្រុសយើងតែប៉ិតទៅគាត់ក៏បានឆាយពីប្រវត្តិរបស់គ្រួសារតួស្រីយើងដូចគ្នាហើយក៏រកឃើញថាអញ្ចាប៉ារបស់តួស្រីរបស់យើងហ្នឹងណាគឺធ្លាប់ធ្វើអាក្រក់ទៅលើតួស្រីរបស់យើងគឺពិតជាច្រើនខ្លាំងមែនតើចឹងហើយបានជាគាត់ចេះតែបារម្ភហើយក៏ព្យាយាមណាចេញមកតាមតួស្រីរបស់យើងបែបនេះឯងវាគ្មានអីច្រើនលើសពីហ្នឹងនោះទេចឹងហើយនៅពេលហ្នឹងតួស្រីរបស់យើងគាត់ក៏មានជាការសប្បាយចិត្តបន្តិចតែមិនអីទេលើកនេះតួស្រីរបស់យើងគាត់ក៏ប្រាប់ថាមិនចាំបាច់ផ្ដល់ឲ្យប៉ារបស់គាត់ដល់ថ្នាក់នេះក៏បានតែប៉ារបស់តួប្រុសរបស់យើងហ្នឹងណាប៉ារបស់តួស្រីរបស់យើងហ្នឹងគឺគាត់ជាមនុស្សលោភលន់ខ្លាំងមែនតើហើយតួប្រុសរបស់យើងវិញណាគាត់ក៏ដឹងថាតួស្រីរបស់យើងហ្នឹងកំពុងតែដាក់ពាក្យធ្វើការនៅកន្លែងមួយដោយសារតែគាត់អត់មានក្រុមហ៊ុនត្រឹមត្រូវគេទេណាមួយទៀតទៅតែត្រឡប់មកវិញភ្លាមអីចឹងទៅហើយកូនរបស់តួស្រីរបស់យើងវិញណាក៏បារម្ភពីម៉ាក់របស់គេខ្លាំងណាដោយសារតែខ្លាចថាតួស្រីរបស់យើងនឹងធ្វើការងារច្រើនអីទៅហើយពេលនឹកដែរណាគឺថាតួស្រីយើងអត់ចាំបាច់លំបាកតែម្ដងនៅជាមួយនឹងតួប្រុសគេរៀបចំម្ហូបអាហារឲ្យតួស្រីដោយសារតែអញ្ចាគឺថាលីលីហ្នឹងណានាងបានសុំដើម្បីថាឲ្យតួប្រុសយើងជួយធ្វើម្ហូបឲ្យនាងនិងម៉ាក់បានញ៉ាំផងហើយតួប្រុសយើងគឺលះបង់ខ្លាំងណាស់ការងាររវល់យ៉ាងម៉េចក៏ដោយនៅតែអាចមានពេលវេលាឲ្យតួស្រីយើងបានដដែលតួស្រីយើងវិញណាគាត់ក៏បានចូលមកបន្ទប់ design ដែលគេបានដាក់អីចឹងណាសុទ្ធតែអ្នក design ល្បីឈ្មោះស្រាប់តែពេលហ្នឹងគាត់ក៏បានចាក់អារម្មណ៍ឃើញថាអញ្ចាការ design ទាំងអស់ហ្នឹងមើលទៅវាដូចជាប្រហែលស្តៀងខ្លាំងម្ល៉េះព្រោះអីតួស្រីរបស់យើងណាគាត់គឺធ្លាប់ design ជាមួយនឹងគ្រឿងទាំងអស់ហ្នឹងក៏ប៉ុន្តែក៏មិនទាន់បានចេញ model ឡើយនោះទេចឹងហើយធ្វើឲ្យតួស្រីរបស់យើងក៏ឆ្ងល់ខ្លាំងណាស់ព្រោះអីគាត់ក៏ជាអ្នកហាត់ការរៀននៅក្រៅប្រទេសអីចឹងទៅណាចឹងហើយតួស្រីយើងគាត់ក៏នឹកឃើញថាអញ្ចាប្រកាសជាមានអ្នកលួចយកស្នាដៃរបស់គាត់អីក៏ដឹងដែរហើយតួស្រីរបស់យើងគាត់ក៏មានភ័ស្តុតាងដូចគ្នាដោយសារតែការដែលតួស្រីរបស់យើងគាត់ធ្លាប់ design កាយពីលើកមុនហ្នឹងណាគឺកដាទាំងអស់ហ្នឹងសភៅហ្នឹងគឺនៅផ្ទះចាស់របស់គាត់ដល់ហើយនៅផ្ទះរបស់ប៉ាគាត់នេះឯងចឹងហើយតួស្រីរបស់យើងណាគាត់ក៏ពិតជាចង់ចូលទៅយកសភៅមួយនឹងត្រឡប់មកវិញខ្លាំងមែនតើតែដោយសារតែតួស្រីរបស់យើងគាត់ក៏មានជាការព្រួយបារម្ភខ្លាំងដោយសារតែឪពុកម្នាក់ហ្នឹងណាប្រកាសជាមិនដោះលែងតួស្រីរបស់យើងងាយនោះឡើយក៏ប្រកាសជានេះតាមរករឿងតួស្រីរបស់យើងណាយាយនៅក្នុងជីវិតហ្នឹងគឺមិនចប់តែម្ដងហើយបន្ទាប់មកទៀតមកតួប្រុសរបស់យើងក៏ប្រាប់ហើយបើសិនជាមានរឿងអីដើម្បីតែឲ្យគាត់ជួយអីចឹងទៅណាតួស្រីយើងគឺអាចសុំគាត់បានគាត់នឹងមានឱកាសអីចឹងទៅក៏អាចជួយតួស្រីរបស់យើងបានច្រើនដូចគ្នាចឹងហើយតួស្រីគឺមិនចាំបាច់ថាត្រូវបារម្ភអ្វីទាំងអស់ឥឡូវនេះតួស្រីរបស់យើងក៏ប្រាប់តួប្រុសឲ្យថាអីទេរឿងគ្រប់យ៉ាងអីផ្សេងហ្នឹងណាចាំគាត់ជាអ្នកចេញទៅរកដើម្បីតែតួប្រុសរៀបថាកុំឲ្យតួប្រុសរបស់យើងហ្នឹងគឺត្រូវលំបាកដោយសារតែគាត់ក៏បានអត់អីទេតួស្រីរបស់យើងគឺសប្បាយចិត្តនឹងធ្វើតែម្ដងហើយលីលីនេះវិញសុកកណានាងក៏ប្រាប់ប៉ារបស់នាងណាថានាងមានបញ្ហាដោយសារតែនាងកំពុងតែបង្កើតជាមួយនឹង program game អីចឹងទៅតែពេលហ្នឹងវាមានបញ្ហានេះដោះស្រាយចេញនេះដោយសារតែវាអត់ដំណើរការតួប្រុសយើងក៏តាក់ទងទៅកាន់គ្នារបស់គាត់ដែលខាងផ្នែក IT អីចឹងទៅដើម្បីឲ្យគេជួយដោះស្រាយហើយនៅពេលហ្នឹងតួស្រីប្រុសយើងហ្នឹងណាក៏បានឲ្យលីលីហ្នឹងទៅនិយាយទូរស័ព្ទជាមួយនឹង IT ម្នាក់នឹងចោះពេលហ្នឹងក៏ដោះស្រាយបញ្ហារួចអស់ហើយពេលហ្នឹងដែរ IT ហ្នឹង
ណាក៏បានទៅសើតួប្រុសយើងមែនតើថាកូនស្រីរបស់តួប្រុសយើងឆ្លាតខ្លាំងណាស់ហើយនាងក៏អាចបង្កើតជាមួយហ្គេមនឹងឲ្យដាក់ទៅប្រកួតបានទៀតដោយសារតែសមត្ថភាពរបស់នាងគឺអត់ស្របៀបថាមិនមែនធម្មតានោះទេអាយុទៅតែ6ឆ្នាំតែប៉ុណ្ណោះក៏ប៉ុន្តែណាគឺអាចនេះដាក់បានដល់ថ្នាក់ហ្នឹងណានិយាយចំទៅគឺអត់ទៅសើមិនបានតែម្ដងហើយតួស្រីរបស់យើងវិញក៏កំពុងតែធ្វើការងាររបស់គាត់ស្រាប់តែ designer ដែលមានឈ្មោះថា Jason ហ្នឹងណាដែលគឺតួស្រីរបស់យើងគឺបាន complain ថានាងគឺបានលួចយកស្នាដៃរបស់គាត់ខលមករករឿងតួស្រីរបស់យើងតែម្ដងថាមានផុសតាំងដែរអត់ដឹងដែលតួស្រីរបស់យើងមកចាប់ប្រកាន់នាងបែបនេះតួស្រីប្រកាសជាមានហើយកណ្ដាស់ទាំងអស់នឹងផុសតាំងអីហ្នឹងណាគឺនៅផ្ទះរបស់ប៉ាគាត់នៅឡើយទេអញ្ចឹងហើយបានន័យថាតួស្រីរបស់យើងគាត់ត្រូវចេញទៅរកសិនតែយ៉ាងណាក៏ដោយតួស្រីរបស់យើងគាត់ប្រកាសជាមាន credit ផ្ទាល់ខ្លួនរបស់គាត់ហើយអត់មានណាគេអញមកញ៉ៃញ៉ៃជាមួយតួស្រីរបស់យើងបានងាយៗនោះឡើយហើយបន្តមកទៀតមកតួប្រុសរបស់យើងវិញណាគាត់ក៏ចូលមកសួរតួស្រីថាមានរឿងអីកើតឡើងបន្តទៀតអីចឹងទៅណាតួប្រុសរបស់យើងវិញណាគាត់ក៏មិនចង់ឲ្យតួស្រីគឺមានរឿងលំបាកចិត្តអ្វីគិតច្រើនអីនោះឡើយចឹងហើយគាត់ក៏ខំលើកទឹកចិត្តតួស្រីរបស់យើងខ្លាំងមែនតើឥឡូវនេះតួស្រីរបស់យើងនឹងណាគាត់ក៏មិនចាំបាច់ថាទាំងត្រូវបារម្ភអ្វីទាំងអស់ដោយសារតែមានតួប្រុសរបស់យើងនឹងគេក៏តាមចាំជួយតួស្រីយើងទៅហើយតួស្រីរបស់យើងក៏ចាប់ផ្ដើមនេះរៀបចំនៅការ design ម៉ូដកៅអៅរបស់គាត់ជាបន្តទៀតហើយនៅពេលនឹងដែរគាត់ក៏ស្រាប់តែឃើញព័ត៌មានមិនល្អដែលឈ្មោះការ design របស់តួស្រីយើងទៀតហើយក៏មានអ្នក comment ជេរតួស្រីរបស់យើងឡើងណែនៃតែម្ដងតួស្រីរបស់យើងវិញក៏អាចទ្រាំបានដូចគ្នាចឹងហើយគាត់ក៏បានតាក់ទងដើម្បីឲ្យគេលុបវីដេអូនឹងចោលទៅណាមួយទៀតតួស្រីរបស់យើងគាត់ជឿជាក់ 100% តែម្ដងថាគាត់នឹងអាចកសាងនៅគេឈ្មោះរបស់គាត់ត្រឡប់មកឡើងវិញចឹងហើយតួស្រីរបស់យើងនឹងណាគាត់ក៏ត្រូវតែសម្រេចចិត្តទៅរកផ្ទះរបស់គាត់ហើយទៅរកប៉ារបស់គាត់អីចឹងណាដើម្បីទៅយកសភៅនឹងមកវិញតែក៏ត្រូវរកមើលថ្ងៃអីដែរណាមួយទៀតខ្លាចថាទៅនឹងតួស្រីរបស់យើងគឺអាចជួបជាមួយប៉ារបស់គាត់តែម្ដងពេលដែលទៅនឹងគឺប៉ាត់មែនប៉ារបស់តួស្រីគ្មានតាណាទេការងារក៏គាត់ដែរធ្វើដែរគាត់រងចាំតែចិត្តរត់ទាលុយពីតួស្រីយើងតែប៉ុណ្ណោះហើយនឹងលេងល្បែងលេងអីចឹងទៅតួស្រីយើងក៏បានទៅផ្ទះហើយគាត់ក៏បានទៅយកសភៅរបស់គាត់ត្រឡប់មកវិញពេលនឹងដែរគាត់ក៏បានឲ្យលុយប៉ារបស់គាត់2លានក៏ប៉ុន្តែប៉ារបស់គាត់គឺត្រូវតែសញ្ញាដើម្បីតែភាពកាត់ការជាឪពុកជានាមក្នុងនាមជាឪពុកនឹងកូនជាមួយគ្នាតែម្ដងព្រោះអីប៉ារបស់តួស្រីរបស់យើងនឹងណាអត់ដែរចាប់ទុកតួស្រីយើងជាកូនម្ដងណាទេឥឡូវនេះគាត់ក៏ឲ្យប៉ារបស់គាត់សញ្ញាប៉ារបស់តួស្រីអត់មាននិយាយច្រើនទេដោយសារតែគាត់ទទួលបានលុយពីតួស្រីហើយតែគណិតរបស់គាត់សួរតែគាត់ដោះលែងតួស្រីយើងដែរឬអត់ចម្លើយហ្នឹងគឺប្រកាសជាអត់ដែរគាត់នៅមិនឲ្យតួស្រីរបស់យើងហ្នឹងគឺរស់នៅបានស្រួលនោះទេនិយាយចំទៅណាគាត់គឺនឹងរកវិធីចាប់ការតួស្រីរបស់យើងជាបន្តទៀតធ្វើយ៉ាងណាក៏ដោយគាត់នឹងរកវិធីគម្រាមតួស្រីយើងតតែបានហើយតួប្រុសរបស់យើងវិញណាគាត់ក៏បាននេះទទួលឯកសារការ design អីរបស់តួស្រីយើងមកហើយឥឡូវនេះអ្នកដែលបានចោទប្រកាន់តួស្រីរបស់យើងគឺបានលួចចោទប្រកាន់អីទៅលើគេហ្នឹងណាគឺថាតួស្រីរបស់យើងបង្ហាញផុសតាងទៅទាំងអស់ចឹងហើយម្នាក់ហ្នឹងណាក៏បានចេញមកសុំទោសតួស្រីរបស់យើងជាសាធារណៈតែម្ដងទៅពីព្រោះអីនេះដោយសារតែចោទប្រកាន់មកលើតួស្រីរបស់យើងដែលសុទ្ធតែជាពាក្យដែរមិនប៉ិតទាំងអស់តែម្ដងហើយប៉ារបស់តួស្រីរបស់យើងវិញណានិយាយទៅលុយទៅតួស្រីយើងឲ្យប្រហែលក៏ដោយអត់ដែរគ្រប់ទេដោយសារតែគាត់យកទៅបំផ្លាញទៅលេងល្បែងលេងអីចឹងទៅឥឡូវនេះមកចាក់បំណុលគឺបានមកទាលុយរបស់គាត់ដល់ផ្ទះតែម្ដងចឹងហើយលុយដែលតួស្រីឲ្យ2លាននឹងវាដែរទៅគ្រប់អីឥឡូវនេះគាត់ក៏រកផុសតាំងជាបន្តទៀតដោយសារតែតួស្រីរបស់យើងបានប្តីអ្នកមានហើយតែហេតុផលអីបានជាគាត់នឹងណាគឺត្រូវរស់នៅក្នុងជីវិតមួយបែបលំបាកបើសិនជាគាត់បានរស់នៅស្រួលទេតួស្រីរបស់យើងក៏មិនអាចស្រួលបានដែរនិយាយទៅគាត់គឺនឹងតាមចងកម្មចងពីជាមួយនឹងជីវិតរបស់តួស្រីរបស់យើងតែម្ដងឥឡូវនេះគាត់ក៏បានមកលោបដើម្បីតែមកតាមតួស្រីរបស់យើងហើយជាពិសេសគាត់នឹងរកពិធីលាបពណ៌តួស្រីយើងឥឡូវហ្នឹងគាត់ក៏បានសុំតួស្រីរបស់យើងឲ្យជួយត្រឡប់មករកផ្ទះរបស់គាត់តិចមកយ៉ាងណាពួកគេទាំងពីរនៅតែជាឪពុកនិងកូនជាមួយនឹងគ្នាតែតួស្រីរបស់យើងថាអត់ទេដោយសារតែឪពុកម្នាក់នេះគឺមិនដែលល្អមួយគាត់ម្ដងណាទេចឹងហើយនៅពេលហ្នឹងប៉ារបស់តួស្រីរបស់យើងក៏លេងល្បិចកិច្ចក៏ដាក់តួស្រីរបស់យើងផ្លែតដែលគាត់ក៏បានយំមនាលហើយក៏អោបជើងតួស្រីគាត់ក៏សុំថាអញ្ចេះគាត់ខំធ្វើគ្រប់បែបយ៉ាងហើយដើម្បីតែធ្វើតួនាទីជាឪពុកល្អតែហេតុអីបានជាកូនស្រីរបស់គាត់ម្នាក់នេះមិនព្រមតាមគាត់បែបនេះគាត់សូមអង្វរកតួស្រីរបស់យើងអីចឹងទៅដល់ពេលដែលគ្នារបស់គាត់ថតវីដេអូរួចអស់ហើយណាចេញជាដល់ប៉ិតដាក់តួស្រីតែម្ដងចឹងហើយបានតែវីដេអូមួយคลิปនេះហើយណាគាត់គឺនឹងធ្វើរកវិធីបង្ហោះផ្សាយតែម្ដងណាអញ្ចឹងទៅនៅពេលនេះគឺថាមានអ្នកខមមិនអាក្រក់លើតួស្រីថាតួស្រីជាកូនស្រីដែលអកតញ្ញូធ្វើអាក្រក់ដាក់ឪពុកហើយតួស្រីរបស់យើងអានជាមួយនឹងខមមិនទាំងអស់នេះហើយណាគាត់គឺអាចទ្រាំបានទេដោយសារតែឪពុកម្នាក់នេះគឺគាត់ដល់លាបពណ៌ទៅលើតួស្រីរបស់យើងពិតជាធ្ងន់ធ្ងរខ្លាំងណាស់តួស្រីរបស់យើងមិនអាចទទួលយកបានតែម្ដងចឹងហើយនៅពេលហ្នឹងតួប្រុសរបស់យើងក៏ប្រាប់ថាមិនបារម្ភទេគាត់នឹងរកវិធីដើម្បីតែលុបបំបាត់វីដេអូមួយនឹងចោលចឹងហើយនៅពេលនេះតួស្រីរបស់យើងណាគាត់ក៏ពិបាកចិត្តខ្លាំងណាស់ដោយសារតែជីវិតរបស់គាត់គឺខំធ្វើរឿងគ្រប់យ៉ាងណាគឺល្អអស់ហើយតែហេតុអីបានជាជួបតែរឿងអាក្រក់បែបហ្នឹងហើយឪពុកវិញកណាស់ទៀតគឺមិនដែរយ
ល់ពីអារម្មណ៍របស់តួស្រីរបស់យើងសំបីតែមួយលើកចឹងហើយតួស្រីរបស់យើងគាត់គឺមិនដឹងធ្វើបាបណាជាបន្តទៀតទេដើម្បីតែអាចដោះស្រាយជាមួយនឹងបញ្ហាទាំងអស់នឹងតទៀតហើយបន្ទាប់មកទៀតមកណាកូនរបស់តួស្រីរបស់យើងនាងក៏ថាបែបបារមេនាងគឺមានវិធីដើម្បីតែអាចជួយម៉ាក់របស់នាងបានដែរតើដោយសារតែតាមពិតទៅណាលីលីមិនមែនជាក្មេងម្នាក់ដែរIQ ទាបនោះទេនិយាយទៅគឺឆ្លាតខ្លាំងមែនតើដោយនាងគឺបានលួចបំពាក់ជាមួយនឹងឧបករណ៍ថតសម្លេងជាមួយនឹងប៉ារបស់តួស្រីរបស់យើងរួចអស់ហើយចឹងហើយនៅពេលហ្នឹងគាត់ក៏បានថតនៅសម្លេងជាមួយនឹងផែនការដែលពួកគេគឺបានរៀបចំមកដើម្បីទៅចាប់ការលាបពណ៌ទៅលើតួស្រីរបស់យើងមកបានទាំងអស់ដោយសារតែអ្នកគ្នាធ្វើការវាយប្រហារទៅលើតួស្រីយើងក៏អាចធ្វើទៅបានដូចគ្នាចឹងហើយនៅពេលហ្នឹងដែរណានេះពីរអ្នកហ្នឹងក៏អ្នកគ្នាគិតថាអញ្ចឹងគ្រប់គ្នាប្រកាសជាជឿអស់ហើយតែតួស្រីរបស់យើងជាមនុស្សអាក្រក់តែនៅពេលនេះคลิปវីដេអូសម្លេងរបស់គាត់ដែលបានអ្នកគ្នារៀបចំផែនការធ្វើបាបទៅលើតួស្រីក៏បានចេញមកទាំងអស់ចឹងក្រោយទៅក៏នៅតែមិនអាចធ្វើអ្វីបានទេតួស្រីរបស់យើងគឺនៅតែឈ្នះទៅលើពួកគេបានដូចដើមចឹងក្រោយគឺនៅតែចាញ់មួយតួស្រីរបស់យើងដដែលចឹងអត់អាចចូលឈ្នះតួស្រីរបស់យើងបានសូម្បីតែបន្តិចសោះបន្ទាប់មកទៀតមកតួប្រុសរបស់យើងហ្នឹងណាក៏បានចេញមកមើលជាបន្តទៀតហើយសំខាន់ទៅទៀតនេះគឺប៉ារបស់តួស្រីយើងក៏ទទួលបានកដោអំណោយហ្នឹងគឺជារបស់ស្អុយតែម្ដងដោយសារតែមានអ្នកស្អប់គាត់ណាក៏មានអ្នកចូលមកជួយនេះចាប់ការមកទាំងអស់ហើយបន្ទាប់មកទៀតមកណាប៉ារបស់តួស្រីរបស់យើងនេះគាត់ក៏ចាប់ផ្ដើមអស់ផ្លូវត្រូវទៅទៀតហើយដោយសារតែលុយឲ្យទៅប្រមាណវាច្រើនដល់កម្រិតណាក៏ដោយទោះបីជាឲ្យ 1000 លានណាក៏គាត់អាចចាយបំផ្លាញ 1000 លានហ្នឹងគឺក្នុងរយៈពេលតែមួយថ្ងៃក៏គាត់អាចធ្វើបានដូចគ្នាចឹងហើយគឺមិនចាំបាច់កណាត្រូវតែបកស្រាយអ្វីច្រើនណាស់ណានោះទេចឹងហើយនៅពេលហ្នឹងកូនរបស់តួស្រីរបស់យើងនេះបានប្រាប់ហើយនាងជួយតួស្រីអស់ហើយនាងក៏សន្យាហ្មងណាថាធំឡើងនាងនឹងព្យាយាមខំរៀនដើម្បីតែនេះធ្វើការល្អជួយម៉ាក់របស់នាងកុំឲ្យលំបាកបែបនេះទៀតហើយបន្ទាប់មកទៀតមកប៉ារបស់តួស្រីរបស់យើងហ្នឹងក៏ស្រាប់តែអញ្ចឹងគាត់បានខលទៅរកតួស្រីគាត់បានប្រាប់ថាអញ្ចឹងនេះគឺជាការជួបជាលើកចុងក្រោយគាត់ថាគាត់នឹងចាក់ចេញពីទីហ្នឹងហើយគាត់នឹងត្រឡប់ទៅកាន់ស្រុកកំណើតរបស់គាត់វិញគាត់ក៏សូមឲ្យតួស្រីរបស់យើងហ្នឹងគឺជួយមកជួយជាមួយឪពុកតិចទៅជាលើកចុងក្រោយអីចឹងទៅណានៅក្នុងនាមជាឪពុកកូនពេលហ្នឹងតួស្រីរបស់យើងហ្នឹងណាគាត់ក៏ប្រាប់ហើយណាបញ្ជាក់ឲ្យលើកនេះគឺជាលើកចុងក្រោយហើយចឹងហើយប៉ារបស់តួស្រីក៏ឲ្យតួស្រីអង្គុយចោះមកថតរូបមួយប៉ោះពីរប៉ោះទុកជាអនុស្សាវរីយ៍ជាមួយនឹងគ្នាមានអាណាលេងល្បីទៀតហើយគាត់បានលួចដាក់ថ្នាំតួស្រីរបស់យើងតទៀតហើយចឹងហើយធ្វើឲ្យតួស្រីរបស់យើងឥឡូវនេះគឺថាគាត់គឺមិនអាចធ្វើអ្វីបាននោះទេជាពិសេសទៅទៀតហ្នឹងណាគឺថាប៉ារបស់តួស្រីក៏បានទាញទូរស័ព្ទមកខលទៅរកតួប្រុសយើងដែលបានគម្រាមថាបើសិនជាចង់ទុកជីវិតរបស់នាងហើយពេលហ្នឹងគាត់ក៏ឲ្យប្រាក់យកលុយមកឲ្យគាត់មកគាត់គម្រាមជំរិតទារលុយតែម្ដងណាតួប្រុសរបស់យើងវិញតាមពិតទៅគាត់គឺដឹងមុននឹងប៉ារបស់តួស្រីរបស់យើងខលទៅជំរិតទារលុយឯណោះព្រោះអីមុននឹងតួស្រីរបស់យើងគាត់បានចេញទៅជួបហ្នឹងណាគាត់បាននាំគ្នានេះខលណាត់គ្នាសួរគ្នារួចអស់ហើយចឹងហើយនៅពេលហ្នឹងដែរណាតួស្រីរបស់យើងគាត់ក៏ប្រកាសជាអាចជួយខ្លួនឯងបានហើយបន្ទាប់មកទៀតមកប៉ារបស់តួស្រីរបស់យើងនេះក៏ត្រូវបានគេចាប់ទៅតាមផ្លូវច្បាប់តែម្ដងទៅព្រោះអីប៉ារបស់តួស្រីរបស់យើងគាត់មិនរៀងតែម្ដងជាមួយនឹងភាពលត់លន់របស់គាត់ដែលមិនព្រមដោះលែងតួស្រីរបស់យើងបន្តិចសោះឡើយណាចឹងហើយតួស្រីរបស់យើងគាត់ក៏គ្មានរឿងអីដើម្បីតែទៅទុកអពឹកម្នាក់នឹងតទៀតនោះទេហើយនៅពេលនេះដែរតួស្រីរបស់យើងក៏បានចាប់ការរួចអស់ហើយបន្ទាប់មកក៏ត្រឡប់មកផ្ទះវិញលីលីក៏សួរអីបានជួបដល់ថ្នាក់នេះព្រោះតួស្រីយើងគាត់រវល់ចាប់ការអ្នកតារបស់លីលីតែឥឡូវហ្នឹងគឺលេងជាប់ពាក់ព័ន្ធជាតំណែងគ្រួសារអីមួយគ្នាតទៀតហើយចឹងហើយតួស្រីរបស់យើងនឹងណាក៏បានមកជួបជុំជាមួយនឹងតួប្រុសដែលនៅក្នុងពេលហ្នឹងតួប្រុសរបស់យើងគាត់ក៏បានលុតជង្គង់សុំតួស្រីរបស់យើងរៀបការគាត់ថាអបតហេតុការពី7ឆ្នាំមុនដែលគាត់មានកូនជាមួយតួស្រីឥឡូវនេះគាត់គឺនឹងតបស្នងសងទៅលើតួស្រីរបស់យើងទាំងអស់ចឹងហើយឥឡូវនេះតួស្រីរបស់យើងគ្មានពាក្យអីទៅប្រកែកទេព្រោះអីដល់ដំណាក់កាលនេះហើយស្រឡាញ់គេក៏ខ្លាំងគេក៏ជាបរិសុទ្ធល្អណារយៈពេល7ឆ្នាំគេមិនដែលតាក់ទងអ្នកណាតតែសោះចឹងហើយតួស្រីរបស់យើងគាត់ក៏បានកសាងគ្រួសាររស់នៅជាមួយតួប្រុសជួបជុំជាមួយនឹងកូនរបស់គាត់តែម្ដង